ជីតាមផ្លូវថ្ងៃតិចអត់ដឹងថាកំណត់សញ្ញាចរាចរណ៍ទាំងអស់នេះមានន័យដូចម្ដេចទស្សនាវីដេអូនេះជៀសវាងបលិផាក់អស់លុយដូចជាសញ្ញាមួយនេះជាពិសេសមួយនេះជាដើមមកមួយទៀតហើយផ្លូវម៉ូតូបងផ្លូវម៉ូតូយើងបងគំនុះចរាចរណ៍តាមបណ្ដោយទ្រូងផ្លូវមានដូចជាគំនុះសញ្ញាបែងចែកកន្លងផ្លូវ Y single solid line សម្រាប់បែងចែកកន្លងចរាចរណ៍នៅជិតផ្លូវប្រសពហាមឆ្លងកាត់ឬបដូរកន្លងគំនុះសញ្ញាដាច់បែងចែកកន្លងផ្លូវ single Y broken line ប្រើសម្រាប់បែងចែកកន្លងផ្លូវចរាចរណ៍អ្នកបើកបរអាចឆ្លងកាត់ឬបដូរកន្លងបានគំនុះនេះមានសឹងតែគ្រប់ផ្លូវនៅក្នុងក្រុងភ្នំពេញទៅហើយគំនុះសញ្ញាជាប់ទល់តាមបណ្ដោយជ័យផ្លូវ H line សម្រាប់កំណត់ជ័យផ្លូវឲ្យយានជំនិះធ្វើចរាចរណ៍ឧទាហរណ៍កង់ម៉ូតូអីហ្នឹងគួរតែប្រើគៀកលែននឹងគំនុះសញ្ញាជាប់ទល់ពណ៌ក្រហមសតាមបណ្ដោយគែមចិញ្ចើមផ្លូវ Red White Curb Markings សម្រាប់ការហាមឈប់សម្បូរណាស់តាមកោះពេជ្រពេលខ្លះគេគូសគំនុះនេះជាប់នឹងខឿនបើឃើញអញ្ចឹងហើយកុំឈប់នៅក្បែរហ្នឹងគំនុះសញ្ញាជាប់ទល់ពណ៌លឿងសតាមបណ្ដោយគែមចិញ្ចើមផ្លូវ Yellow White Curb Marking សម្រាប់ការហាមចតកោះពេជ្រកោះនារីបរិយពេញហួតក្នុងក្រុងសម្បូរណាស់គំនុះសញ្ញាពណ៌ខ្មៅលឿងលើខឿនទ្រូងផ្លូវ Black and Yellow Roads Island ប្រើសម្រាប់ឲ្យអ្នកបើកបរប្រុងប្រយ័ត្នមានខឿនលើទ្រូងផ្លូវគំនុះសញ្ញាតូចដាច់Single Yellow broken line បែងចែកទិសចរាចរណ៍ជាពីរផ្ទុយគ្នាអ្នកបើកបរអាចឆ្លងកាត់បានមានន័យថាយើងអាចបើកជាន់លើគំនុះនេះបានហើយអាចបាចែងបានគំនុះសញ្ញាទល់ជាប់តាមបណ្ដោយទ្រូងផ្លូវពណ៌លឿង Single Yellow solid line បែងចែកទិសចរាចរណ៍ជាពីរផ្ទុយគ្នាហាមបើកបរឆ្លងកាត់ឬហាមបាចែងគំនុះសញ្ញានេះប្រើលើផ្លូវដែលមានចរាចរណ៍ធម្មតាឬមិនសូវមមាញឹកគំនុះសញ្ញាភ្លោះជាប់តាមបណ្ដោយទ្រូងផ្លូវពណ៌លឿង Double Yellow solid line បែងចែកទ្រូងផ្លូវជាពីរទិសផ្ទុយគ្នាដូចគ្នាហាមបើកបរជាន់ឬឆ្លងកាត់និងហាមបាចែងវាខុសពីគំនុះសញ្ញាតូចត្រង់ថាវាប្រើសម្រាប់សម្គាល់ផ្លូវដែលមានចរាចរណ៍ច្រើនឬផ្លូវកោងឬនៅត្រង់ស្ពានឬជិតស្ពានត្រូវចង្វាច្បារអំពៅកោះនារីអីហ្នឹងកុំភ្លេចមើលផងគំនុះសញ្ញាភ្លោះបែងចែកទិសចរាចរណ៍មានគំនុះដាច់នៅខាងឆ្វេង Double Yellow Combination Line ពណ៌លឿងមានគំនុះដាច់នៅខាងឆ្វេងនិងគំនុះជាប់នៅខាងស្ដាំសម្រាប់បែងចែកទ្រូងផ្លូវជាពីរទិសផ្ទុយគ្នាអ្នកបើកបរអាចបើកបរខាងគំនុះដាច់អាចឆ្លងកាត់បានហើយអ្នកបើកបរខាងគំនុះជាប់មិនអាចឆ្លងកាត់បានទេគំនុះសញ្ញាភ្លោះបែងចែកទិសចរាចរណ៍មានគំនុះដាច់នៅខាងស្ដាំ Double Yellow Combination Line ពណ៌លឿងមានគំនុះដាច់នៅខាងស្ដាំនិងគំនុះជាប់នៅខាងឆ្វេងសម្រាប់បែងចែកទ្រង់ផ្លូវជាពីរទិសផ្ទុយគ្នាអ្នកបើកបរគំនុះដាច់អាចឆ្លងកាត់ឬវ៉ាចែងបានហើយអ្នកបើកបរនៅខាងគំនុះជាប់មិនអាចឆ្លងកាត់បានទេជាចុងក្រោយសង្ឃឹមថាបងប្អូនទាំងអស់បើកបរដោយគោរពច្បាប់និងមិនល្មើសគំនុះសញ្ញាចរាចរណ៍ទាំងអស់គ្នាដើម្បីផ្លូវសាធារណៈមានសណ្ដាប់ធ្នាប់និងមានរបៀបរៀបរយ